ផឹកមួយថ្ងៃមួយកែវជួយឲ្យស្បែកស្អាតជួយសក់ក្រចកដុសល្អការពារថ្លើមទប់ជាតិខ្លាញ់កុំឲ្យលើសនៅក្នុងខ្លួនចង់ស្អាតចង់បានសុខភាពល្អមិនមែនចេះតែចង់បាននោះទេហើយអាចคล้ายជាការពិតនោះទេព្រោះសម្រស់អាចស្អាតទៅបានសុខភាពអាចល្អទៅបានគឺវាអាស្រ័យលើរបបអាហារដែលល្អគឺជាចំណែកមួយដ៏ធំដូច្នេះបើសុខភាពរបស់អ្នកកំពុងខ្សោយសម្រស់កំពុងតែបាក់ទៅសូមពិនិត្យមើលរបបអាហាររបស់អ្នកជាមុនសិនថ្ងៃនេះយើងនឹងលើកយកភេសជ្ជៈប៉ូវសុខភាពផងសម្រស់ផងដែលស្រីគ្រប់គ្នាអាចធ្វើញ៉ាំដោយខ្លួនឯងបានជាពិសេសងាយស្រួលក្នុងការធ្វើផងដែរភេសជ្ជៈនោះគឺទឹកការ៉ុតបូកជាមួយនឹងទឹកប៉ោមនិងទឹកក្រូចកិនផ្លែឈើ3មុខនេះបញ្ចូលគ្នារួចបន្ថែមខ្ញីបន្តិចអ្នកនឹងបានភេសជ្ជៈមួយកែវដែលមានរសជាតិឆ្ងាញ់អាចផឹកពេលព្រឹកក្រោយអាហារផឹកមួយខែជាប់អ្នកនឹងទទួលបានស្បែកស្អាតសក់ក្រចកដុសល្អការពារថ្លើមទប់ជាតិខ្លាញ់កុំឲ្យលើសនៅក្នុងខ្លួនបន្តិចម្ដងស្ទើរតែមិននឹងខ្លួនថាប្លែកទៀតផងចំពោះមូលហេតុដែលធ្វើឲ្យទឹក3មុខនេះមានប្រយោជន៍ដល់សក់ក្រចកស្បែកការពារជំងឺបានទៀតនោះខាងក្រោមនេះគឺជាហេតុផល1ការ៉ុតគឺបន្លែមើមមួយប្រភេទដែលសម្បូរទៅដោយវីតាមីន C វីតាមីន K និងប៉ូតាស្យូមហើយជាប្រភពដ៏សម្បូរនៃសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន A ផងដែរការ៉ុតអាចមានប្រយោជន៍ជួយសុខភាពរបស់អ្នកច្រើនយ៉ាងណាស់ដូចជាជួយគ្រប់គ្រងសម្ពាធឈាមគ្រប់គ្រងជាតិស្ករក្នុងឈាមការពារជំងឺបេះដូងជំនួយខួរក្បាលជាពិសេសជួយដល់សុខភាពស្បែកសក់ក្រចកភ្នែកនិងការពារជំងឺមហារីកផងដែរ2ផ្លែប៉ោមផ្លែប៉ោមគឺជាផ្លែឈើមួយដែលឆ្ងាញ់ហើយមានអត្ថប្រយោជន៍ក៏មិនអន់ដែរបើកិនផឹកជាមួយនឹងការ៉ុតទៀតកាន់តែមានប្រយោជន៍ខ្លាំងព្រោះសុទ្ធតែមើមនិងផ្លែឈើសម្បូរទៅដោយជាតិសរសៃច្រើននិងសារធាតុរ៉ែជាច្រើនដែលជួយប្រឆាំងអុកស៊ីតកម្មការពារជំងឺមហារីកការរលាកផ្សេងៗក្នុងរាងកាយរួមទាំងកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាមផងដែរ3ក្រូចគឺជាផ្លែឈើសម្បូរដោយវីតាមីន C ដូច្នេះវាមានប្រយោជន៍ច្រើនណាស់សម្រាប់ជួយផ្នែកសម្រស់ផលិត collagen ជួយឲ្យស្បែកមិនងាយចាស់ជ្រីវជ្រួញមួយវិញទៀតក៏មានប្រយោជន៍ជាច្រើនជួយដល់សុខភាពបេះដូងនិងការពារគ្រោះក្នុងតម្រងនោមផងដែរតែប្រសិនណាអ្នកផឹកច្រើនលើសកំណត់ក៏វាអាចបង្កជាបញ្ហាគ្រោះក្នុងតម្រងនោមមកវិញចំណែកឯខ្ញីក៏មានប្រយោជន៍របស់សុខភាពដូចគ្នាផងដែរគឺវាជួយកម្រិតជាតិស្ករនៅក្នុងឈាមការពារជំងឺផ្ដាសាយរួមទាំងកាត់បន្ថយការឈឺចុកចាប់ពេលមករដូវផងដែរ